មិញបងប្អូនអរគ្នាមកស្វាគមន៍មកកាន់ vlog នីតាវត្តវងទាំងអស់គ្នាចាថ្ងៃនេះគឺនីតាមកក្រុងបាត់ដំបងមកធ្វើការចាថ្ងៃនេះគឺមកធ្វើការថត Sport Resort នៅទីក្រុងបាត់ដំបងក៏ប៉ុន្តែមុននឹងមកថតនឹងសម្រាប់ថ្ងៃនេះគឺនីតាមកមុនមួយថ្ងៃអញ្ចឹងទៅក៏កន្លែងសម្រាប់តែនីតាបានមកសម្រាប់នៅកន្លែង resort មួយកន្លែងដែលនៅកណ្ដាលទីក្រុងបាត់ដំបងតែម្ដងចំពោះ resort មួយនេះគឺថាមកដល់មានអារម្មណ៍ថាប្លែកភ្នែកមានទេសភាពស្អាតមានដើមឈើអីស្អាតមែនទែនក៏ប៉ុន្តែមុននឹង review នៅទេសភាពនីតាសូម review នៅចំពោះបន្ទប់ដែលនីតាបាន booking ហើយគឺមាន grade 2ស្នាក់នៅពុទ្ធិសានីតាបានមកធ្វើការនេះគឺមកជាមួយនឹងអ្នកម្ដាយហើយឃើញទេបន្ទប់ស្អាតទេបងប្អូនទាំងអស់គ្នាតោះឥឡូវយើងទៅមើលទេសភាពវិញតែម្ដងនៅជុំវិញនៅក្នុង resort ហ្នឹងថាមានអីប្លែកខ្លះចំពោះ resort នេះគឺមានអាងហែលទឹកមានបរិយាកាសគឺថា so fresh so clean តែម្ដងស្អាតណាអំពុំមីងដល់ម៉ោងយប់ហើយត្រូវការសម្រាកបន្ទាប់ពីការញ៉ាំអីហើយយើងសម្រាកឆាប់សម្រាកព្រោះដោយសារស្អែកឡើងត្រូវធ្វើការជាបន្តទៅទៀតត្រូវការទៅថត sport resort មួយកន្លែងឥឡូវយើងកាត់មកដល់ពេលព្រឹកឡើងចាបាន prefer រួចរាល់អស់ហើយរៀបឡើងឡានទៅថតនៅ resort ផ្ទះឡូរីស្រុកបាណន់ខេត្តបាត់ដំបងហើយឥឡូវពងរៀបចំខ្លួនចេញដំណើរចាទៅកន្លែងដែលយើងត្រូវថតចាថត sport នៅទីនោះបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់ហើយចាប្រហែលជាស្គាល់ច្រើនព្រោះដោយសារកន្លែងស្រុកបាណន់នេះគឺឃើញមានកន្លែងកំសាន្តច្រើនដូចជាជើងភ្នំបាណន់នេះមាន resort មួយកន្លែងគឺល្បីខ្លាំងមែនទែនព្រោះដោយសារមានកន្លែងលេងច្រើនហើយមានកន្លែងកំណើតកំសាន្តច្រើនមានកន្លែងថតរូបច្រើនស្អាតស្អាតទៅសំបីតានីតាមកដល់គឺប្លែកភ្នែកប្លែកអារម្មណ៍តែម្ដងចានៅជើងភ្នំមែនតែជើងភ្នំនេះមិនមែនឯកាទេគឺជើងភ្នំនេះបើសិនជាឲ្យទៅនៅមួយខែក៏អាចនៅបានដែរព្រោះថាមាន view ស្អាតដូចនីតាចូលចិត្តថតរូបថតវីដេអូអញ្ចឹងគឺថាត្រូវប៉ាន់តែម្ដងចំពោះបងប្អូនដែលគាត់ចូលចិត្តថតរូបថតអីហ្នឹងគឺត្រូវប៉ាន់មែនតែនទេសភាពស្អាតហើយក៏កន្លែងនេះក៏ជាកន្លែងដែលល្បីមានជិះឡូរីដឹងថាបងប្អូនទាំងអស់គ្នាបានស្គាល់ហើយចានៅភ្នំបំណន់មានជិះឡូរីហើយទេសភាពគឺស្អាតមែនទែនព្រមទាំងជាមួយនឹងបរិយាកាសដែលល្អហើយមេឃថ្ងៃនេះគឺអំណោយផលល្អខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាចង់លេងភ្នំបំណន់កុំភ្លេចជិះឡូរីទូទៅមែនទេសម្រាប់មួយថ្ងៃ3 4ថ្ងៃចាហើយថ្ងៃ3ថ្ងៃ4ថ្ងៃ5ថ្ងៃ6គឺជាថ្ងៃបុណ្យអុំទូកចាជាប្រពៃណីជាតិរបស់ខ្មែរយើងអញ្ចឹងសង្ឃឹមថាអ៊ំពូមីបងប្អូនទាំងអស់គ្នាអញ្ជើញមកលេងនៅបាណន់ចាបាណន់មានកន្លែងលេងកម្សាន្តច្រើននៅបាត់ដំបងផងដែរណាអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចណាមកលេងជិះឡូរីជាមួយនីតាទាំងអស់គ្នាជីឡូរីនេះចារឿងទី1នៅនីតាជីឡូរីណាតោះកម្ពុជាចាកម្ពុជាយ៉ាងគីឡូអញ្ចឹងចង់និយាយចាឡូរីណាបងប្អូនទាំងអស់គ្នាឲ្យពាន់ទឹកក្រូចមកអង្គុយ17នេះចាំធ្វើទៅស្នាទាំងអស់គ្នាថាអារម្មណ៍យ៉ាងម៉េចដែរពេលជីឡូរីសប្បាយប៉ុណ្ណាហើយសម្រាប់នីតាគឺលើកទី1ណាបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចណាមកលឿនក៏បុកឃើញហើយនៅស្រុកបាណន់ខេត្តចំពោះកន្លែងនេះផងដែរនីតាចង់និយាយប្រាប់បងប្អូនឲ្យបានដឹងថាចេះជីឡូរីនេះមានអារម្មណ៍ថារំភើបសប្បាយជាងជីយន្តហោះទៀតលោកអើយលើកទី1អមភើបហើយដល់ហើយតិចស្រួលបានមើលបរិយាកាសជុំវិញមានសួនច្បារមានផ្កាមានអីបានថតរូបនៅតាមឡូរីហ្នឹងគឺជាអនុស្សាវរីយ៍ហើយបើសិនជាអ៊ំពូមីងបងប្អូនអរគ្នាមានបងប្អូនច្រើនណាបបួលគ្នាមកចាគឺសប្បាយខ្លាំងមែនតែនគឺថាប្លែកឯចំពោះនីតាគឺថាប្លែកខ្លាំងហ្មងណាការជិះឡូរីនេះគឺរយៈពេលប្រហែលជា
កន្លះម៉ោងអីដែរព្រោះដោយសារ4គីឡូដីណោះហើយជីបានឃើញទេសភាពស្អាតណានោះខ្ញុំស្រឡាញ់ស្រុកបាណន់ចាគឺស្អាតខ្លាំងណាស់លោកអើយទេសភាពរបស់ខ្មែរយើងប្រទេសខ្មែរយើងគឺមិនអន់ទេមិនចាញ់ស្រុកគេទេអំពុំមីបងប្អូនអរគ្នាសាក់យកចិត្តទុកដាក់មកងាកមើលវីដេអូនេះតាមមួយនេះហើយនឹងបានឃើញថាទេសភាពស្រុកខ្មែរយើងណាគឺល្អខ្លាំងប៉ុណ្ណាហើយស្អាតប៉ុណ្ណាចំពោះជាពិសេសគឺម្ចាស់រីសតក៏ប្រកែកែច្នៃកែរៀបចំកន្លែងធ្វើឲ្យប្រទេសកម្ពុជាយើងកាន់តែមានកន្លែងដំណើរកម្សាន្តស្អាតកន្លែងថតរូបស្អាតទុកជាអនុស្សាវរីយ៍សម្រាប់ដែលយើងបានមកលេងហើយគឺអត់ខកបំណងខកចិត្តទេចំពោះនេតាចង់ទៅហើយទៅម្ដងទៀតបើសិនជាមានឱកាសក្រោយនឹងទៅម្ដងទៀតទៅឲ្យបានកាន់តែគ្នាកាន់តែច្រើនកាន់តែសប្បាយតែម្ដងហើយចំពោះនៅទីនោះក៏មានម៉ាតមានភោជនីយដ្ឋានសម្រាប់ញ៉ាំក្រោយពេលដែលយើងហេវហត់អស់កម្លាំងគឺមានមួយសេតតែម្ដងហើយមួយវិញទៀតបើសិនជាអ៊ំពុំមីបងប្អូនអរគ្នាត្រូវការចង់សម្រាកនៅទីនោះតែម្ដងបើសិនជាគិតថាយើងឆ្ងាយពីផ្ទះដែរឆ្ងាយពីកន្លែងដែលយើងស្នាក់នៅដែរអាចមានផ្ទះឡូរីជាបែបលក្ខណៈរីសតបែបជាលក្ខណៈគូសង្សារស្វាមីភរិយាទាំងការថ្មីថ្មោឬមួយក៏ជាលក្ខណៈគ្រួសារក៏មានដែរមានបន្ទប់ចាប់ពីតម្លៃ$30ឡើងទៅរហូតដល់មានបន្ទប់ VIP ឥឡូវយើងមកដល់កន្លែងចំណតយើងវិញហើយអញ្ចឹងត្រូវការកិច្ចសម្ភាសជាមួយនឹងអ៊ំដែលគាត់បានជិះឡូរីជាមួយនីតាមិញហ្នឹងណាចង់ដឹងចំណាប់អារម្មណ៍ជាមួយគាត់យ៉ាងណាសូមអញ្ជើញស្ដាប់តាមដានទស្សនាទាំងអស់គ្នាចាហើយចុះអ្នកវិញអញ្ជើញមកពីខាងណាដែរមកពីស្រុកត្បូងឃ្មុំអូក្រៃចាចំពោះយើងគឺមកពីពេញហើយក៏ទៅមកជិះឡូរីនេះលើកទី1ដូចគ្នាហើយអ្នកវិញមានអារម្មណ៍ថាបរិយាកាសអីស្អាតទេឬមួយក៏យ៉ាងម៉េចដែរស្អាតតាផ្លែភ្នែកផ្លែចាតែមកញ៉ាំបើជីចិត្តគ្រានោះមានអារម្មណ៍ថារំភើបចាហើយចំពោះអ្នកវិញមានមោទនភាពទេដែលនៅស្រុកប្រទេសកម្ពុជារបស់យើងណាចាមានការអភិវឌ្ឍមានជីវភាពមានអីចឹងណាអ្នកវិញមានអារម្មណ៍រំភើបទេដែលយើងមានកន្លែងទីកន្លែងកម្សាន្តអីសប្បាយបែបនេះមានធ្វើចម្លែកចាហើយយើងអ្នកវិញមានសារអីចង់តាមផ្ញើដល់បងប្អូនទាំងអស់គ្នាដែលគាត់បានស្គាល់កន្លែងហ្នឹងហើយចង់មានពាក្យពេចន៍អីផ្ដាំទៅដល់គាត់ទេមានក្នុងពីប្រាំនិយាយថាម៉េចទៅអូឲ្យគាត់មកដើម្បីមកលេងផ្ទះប្រកាន់ជាវិញទៅដល់ផ្ទះវិញប្រាប់កូនចៅទៅអើយសុបាយកន្លែងនិយាយទៅលេងសុបាយកន្លែងហ្នឹងភ្នំអាណន់ហ្នឹងអ្នកដែលអត់ទាន់បានអញ្ជើញមកលេងអាចមកលេងបានអីអញ្ចឹងណាចាចំពោះតម្លៃអីសបុតអីគឺសមរម្យមែនទេអ្នកមីងអាចទទួលយកបានមែនទេទទួលបានចាអញ្ចឹងយើងជាផ្ដាំផ្ញើដល់បងប្អូនទាំងអស់គ្នាចាសម្រាប់បងអ៊ំពូមីងទាំងអស់គ្នាក្នុងឱកាសពេលបុណ្យអ៊ំទូកខាងមុខនេះបើសិនជាអត់ទាន់មានកម្រងទៅអញ្ជើញទៅដើរលេងនៅកន្លែងណាទៅចោលឡើងចាអាចចាអរគុណច្រើនចឹងអ្នកមីអរគុណជំរាបលាចាអរគុណសម្រាប់ការផ្ដល់ពេលវេលាអរគុណចាអញ្ចឹងខ្ញុំផ្ដាំផ្ញើដល់អ៊ំពូមីងបងប្អូនទាំងអស់គ្នាបើសិនជាអត់ទាន់មានកម្រងការអញ្ជើញទៅដើរលេងនៅកន្លែងណាទេអាចអញ្ជើញមកដើរលេងនៅស្រុកបាណន់ខេត្តបាត់ដំបងចាគឺស្រុកបាត់ដំបងនេះមានកន្លែងដើរលេងសប្បាយច្រើនហើយក៏ដូចជាមានម្ហូបអាហារដែលសម្បូរដោយផ្លែចាផ្លែហើយបរិភោគទៅគឺថាសុទ្ធតែជាកន្លែងមានអនាម័យច្រើនអញ្ចឹងបើសិនជាបងប្អូនអ៊ំពូមីងទាំងអស់គ្នាអត់ទាន់មានកម្រងកន្លែងណាទៅដើរលេងកន្លែងណាច្បាស់លាស់ទេអាចអញ្ជើញមកលេងស្រុកបាណន់ខេត្តបាត់ដំបងគឺមានកន្លែងកម្សាន្តច្រើនមែនតើហើយសប្បាយប្លែកភ្នែកធានាថាអារម្មណ៍ប្លែកចាមិនដែលជួបមិនដែលមានហើយក៏មានមោទនភាពចំពោះប្រទេសកម្ពុជារបស់យើងដែលមានកន្លែងស្អាតមិនចាញ់ស្រុកផ្សេងប្រទេសផ្សេងទេចាកុំភ្លេចណាមកស្រុកបាណន់ខេត្តបាត់ដំបងជីកឡូរីទាំងអស់គ្នា បន្ទាប់ពីធ្វើការងារចប់រួចរាល់អស់ហើយនេតាបានសម្រាកហើយក៏ប៉ុន្តែនេតាអត់ទាន់សម្រាកទេដោយសារត្រូវការថតរូបថតវីដេអូដើម្បីកាត់ធ្វើជាវីដេអូជូនដល់អ៊ំពុំមីងបងប្អូនទាំងអស់គ្នាឲ្យបានឃើញជាបន្តទៅទៀត
កន្លែងនេះគឺជាកន្លែងអាងហែលទឹកនៅក្នុងរីសតផ្ទះ Lori ណាអំពុំបងប្អូនទាំងអស់គ្នាគឺថាស្អាតណាស់ហើយបើសិនជាអំពុំវិញត្រូវការចង់មកហែលទឹកអីជុំគ្នាគឺអាចមកហែលបានចង់មកពិសាអាហារបែបជាជាលក្ខណៈគ្រួសារជាលក្ខណៈបែប VIP អីក៏បានដែរហើយ private អីក៏បានដែរណាព្រោះអាងហែលទឹកនេះគឺស្អាតណាស់ហើយ so fresh so clean ទៀតណាហើយសម្រាប់ក្នុងផ្ទះ Lori នេះគឺមានបន្ទប់បែបមានលក្ខណៈគ្រួសារបន្ទប់ស្នាក់នៅវាលក្ខណៈឯកជនបែប2នាក់អីក៏បានដែរហើយអាងហែលទឹកគឺធំល្អស្អាតអាចមកលេងហែលទឹកជុំគ្នាបានហើយជាពិសេសនៅក្នុងឱកាសបុណ្យទានឬមួយក៏ថ្ងៃឈប់សម្រាកហ្នឹងផ្ទះ Lori ក៏មាន promotion ពិសេស discount ជូនដល់អំពុំមីបងប្អូនទាំងអស់គ្នាបើបាន booking មុនព្រោះថាដោយសារឥឡូវគឺមានបងប្អូនអំពុំមីគាត់បាន booking ច្រើនហើយព្រោះខ្ញុំបានសួរដល់បុគ្គលិកដែលគាត់នៅហ្នឹងគាត់ថាគេកក់ពេញបដាហើយអញ្ចឹងបើសិនជាអំពុំមីបងប្អូនទាំងអស់គ្នារកកន្លែងទេសភាពដែលស្អាតចង់ប្លែកភ្នែកមានកន្លែងថតរូបស្អាតកុំភ្លេចណា booking ផ្ទះ Lori ជើងភ្នំបាណន់ខេត្តបាត់ដំបងវឺតលឿនឡើងមាន promotion ពិសេសជូនដល់អំពុំមីបងប្អូនទាំងអស់គ្នាសម្រាប់បុណ្យអុំទូកប្រពៃណីជាតិខ្មែររបស់យើងខាងមុខនេះអរគុណច្រើនអំពុំមីដែលបានទស្សនាវីដេអូនេះតាពីដើមដល់ចប់ជួបគ្នានៅពីវីដេអូក្រោយទៀតអរគុណជំរាបលា